បាទអញ្ចឹងវីដេអូនេះខ្ញុំនឹងនិយាយអំពី11ចំណុចដែលអាស៊ានប្រជុំគ្នានៅថ្ងៃទី22ក្នុងទីក្រុងកូឡាឡាំពួរពាក់ព័ន្ធនឹងបច្ចុប្បន្នភាពរវាងកម្ពុជាហើយនិងថៃបាទទី1រដ្ឋមន្ត្រីការបរទេសអាស៊ានបានរៀបចំកិច្ចប្រជុំពិសេសដើម្បីដោះស្រាយស្ថានភាពបច្ចុប្បន្នរវាងកម្ពុជានិងថៃនៅទីក្រុងកូឡាឡាំពួរថ្ងៃទី22តបតាមការសម្រេចរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីកម្ពុជាថៃកាលពីថ្ងៃទី11ខែធ្នូឆ្នាំ2025ទី2ម៉ាឡេស៊ីបានធ្វើបទបង្ហាញសង្ខេបជូនកិច្ចប្រជុំពីកិច្ចខិតខំប្រឹងប្រែងរបស់នាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមក្នុងនាមជាប្រធានអាស៊ានសម្ដៅជំរុញឲ្យកម្ពុជានិងថៃបញ្ឈប់នៅអរិភាពទាំងឡាយក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT បានធ្វើរបាយការណ៍សង្ខេបជូនកិច្ចប្រជុំផងដែរស្របតាមអាណត្តិរបស់ខ្លួនចំពោះកម្ពុជានិងថៃក៏បានលើកអំពីជំហររៀងៗខ្លួនទី3កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះទូនីតិបរិកម្មនិងការបន្តចូលរួមរបស់ឯកឧត្តមនាយករដ្ឋមន្ត្រីអានវ៉ាអ៊ីប្រាហ៊ីមនិងឯកឧត្តមប្រធានាធិបតីដូណាល់ត្រាំព្រមទាំងការរួមចំណែកយ៉ាងសកម្មប្រទេសសមាជិកអាស៊ាននិងប្រទេសចិនក្នុងការជំរុញឲ្យមានដំណោះស្រាយដោយសន្តិវិធីចំពោះស្ថានភាពដែលកំពុងបន្តវិវត្តទៅមុខកិច្ចប្រជុំទទួលបានការលើកទឹកចិត្តដោយសម្ដេចធិបតីនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនិងឯកឧត្តមនាយករដ្ឋមន្ត្រីអនុទានឆាន់វីរៈគុលមានឆន្ទៈនឹងការត្រៀមខ្លួនបន្តធ្វើការជាមួយប្រធានអាស៊ានសម្ដៅបន្ធូរបន្ថយភាពតានតឹងនិងជៀសវាងនៅការយល់ខុសដែលអាចធ្វើឲ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើងទី4កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តចំពោះឯកភាពនិងសាមគ្គីភាពអាស៊ានក៏ដូចជាមជ្ឈមភាពអាស៊ាននៅក្នុងការធានាឲ្យបាននៅសន្តិភាពសន្តិសុខស្ថិរភាពនិងវិបុលភាពស្របតាមធម្មនុញ្ញអាស៊ានទី5កិច្ចប្រជុំអាស៊ានបានរំលឹកឡើងនៅបទឈប់បាញ់ថ្ងៃទី28ខែកក្កដាសេចក្តីសម្រេចរបស់កិច្ចប្រជុំវិសាមញ្ញនៃគណៈកម្មាធិការព្រំដែន GBC ថ្ងៃទី7ខែសីហាក៏ដូចជាសេចក្តីថ្លែងការណ៍រួមទីក្រុងកូឡាឡាំពួរដែលបានចុះហត្ថលេខានៅថ្ងៃទី26ខែតុលាឆ្នាំ2025បានជំរុញឲ្យកម្ពុជានិងថៃអនុវត្តឲ្យបានពេញលេញនិងប្រកបដោយសន្តិភាពទី6កិច្ចប្រជុំបានសម្ដែងការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបន្តអូសបន្លាយភាពតានតឹងនិងអរិភាពដែលបានបណ្ដាលឲ្យមានការបាត់បង់ជីវិតនិងរបួសយ៉ាងច្រើនការបំផ្លិចបំផ្លាញគេហដ្ឋានស៊ីវិលនិងការជម្លៀសប្រជាជននៅតាមព្រំដែនទាំងសងខាងហើយបានអំពាវនាវដល់ភាគីពីរឲ្យធានាថាជនស៊ីវិលនៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅកាន់ផ្ទះសម្បែងរបស់ខ្លួនវិញនិងបន្តប្រកបជីវភាពដោយប្រក្រតីដោយគ្មានការរារាំងប្រកបដោយសុវត្ថិភាពនិងសេចក្តីថ្លៃថ្នូរដោយស្ថានភាពមុនការផ្ទុះអាវុធឡើងនៅអរិភាព7កិច្ចប្រជុំបញ្ជាក់សារជាថ្មីនៅការបដិញ្ញាចិត្តចូលរួមចំពោះការអត់ធ្មត់និងមិនគំរាមប្រើកម្លាំងឬប្រើប្រាស់កម្លាំងការដោះស្រាយជម្លោះដោយសន្តិវិធីនិងការគោរពព្រំដែនអន្តរជាតិនិងច្បាប់អន្តរជាតិដើម្បីលើកកម្ពស់សមត្ថភាពសន្តិសុខស្ថិរភាពនិងវិបុលភាពក្នុងតំបន់ដោយផ្អែកលើមូលដ្ឋានគោរពគ្នាទៅវិញទៅមកដើម្បីឯករាជ្យភាពអធិបតេយ្យភាពសមភាពបូរណភាពទឹកដីនិងអត្តសញ្ញាណជាតិស្របតាម
អនុសញ្ញាអង្គការសហប្រជាជាតិធម្មនុញ្ញអាស៊ាននិងសន្ធិសញ្ញាសន្តិភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ TAC 8 កិច្ចប្រជុំបានជំរុញឲ្យកម្ពុជាថៃអនុវត្តការអត់ធ្មត់ជាអតិបរមានិងបោះជំហានជាបន្ទាន់ទៅរកការបញ្ឈប់នៅគ្រប់ទម្រង់នៃអរិភាពកិច្ចប្រជុំបានអំពីឡើងវិញនៅកិច្ចសហប្រតិបត្តិការដោះមានមនុស្សធម៌និងអនុវត្តវិធានការកាត់បន្ថយភាពតានតឹងផ្នែកយោធានៅតាមបណ្ដោយព្រំដែនក្រោមការសង្កេតរបស់ក្រុមអ្នកសង្កេតការអាស៊ាននិងប្រកាន់ខ្ជាប់នៅគោលការណ៍ច្បាប់អន្តរជាតិសន្តិហវិជ្ជមាននិងកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីទទួលបានដំណោះស្រាយដោយសន្តិវិធីនិងយូរអង្វែងចំពោះស្ថានភាពបច្ចុប្បន្ន ទី9 រដ្ឋមន្ត្រីប្រទេសអាស៊ានបានស្វាគមន៍កិច្ចពិភាក្សាស្តីអំពីការអនុវត្តឡើងវិញនៅបទច្បាបញ្ញនិងការបញ្ឈប់នៅអរិភាពទាំងឡាយគណៈកម្មាធិការព្រំដែនទូទៅនឹងកោះប្រជុំវិសាមញ្ញនៅថ្ងៃទី24ខែធ្នូឆ្នាំ2025ដើម្បីពិភាក្សាអំពីការអនុវត្តនិងការផ្ទៀងផ្ទាត់បទច្បាបញ្ញរដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញអំពីក្តីសង្ឃឹមចំពោះការកាត់បន្ថយនៅអរិភាពទាំងឡាយហើយបានឆាប់តាមដែលអាចធ្វើទៅបានទី10រដ្ឋមន្ត្រីការបរទេសអាស៊ានបានបញ្ជាក់អំពីឆន្ទៈបន្តតាមដានបញ្ហានេះយ៉ាងជាប់លាប់បាទអញ្ចឹងបើតាមកិច្ចប្រជុំពិសេសអាស៊ានស្តីពីបាយការរវាងកម្ពុជាថៃនៅថ្ងៃទី22ម្សិលមិញនេះបើយើងនិយាយជារួមមកគឺវាមានផលតិចតួចមែនតើបាទទី1គឺអត់រកនៅបទជប់បាញ់ភ្លាមបានទេបាទគឺបន្តអូបន្លាយពេលឲ្យថៃនៅប្រើប្រាស់អាវុធធុនធ្ងន់ឈ្លានពានចូលមកប្រទេសកម្ពុជាយើងហើយទី2គឺអត់អាចកំណត់ថាភាគីខាងណាមួយគឺជាអ្នកចាប់ផ្ដើមហើយភាគីណាមួយគឺជាជនរងគ្រោះទេអញ្ចឹងយើងមើលទៅអាស៊ានពិតជាមានសមត្ថភាពតិចមែនតើនៅក្នុងតំបន់បាទនិយាយទៅមានតែឈ្មោះថាជាសមាគមមួយដែលស្រឡាញ់គ្នាលើកតម្លៃឲ្យគ្នាក៏ប៉ុន្តែដល់ពេលមើលជាក់ស្ដែងទៅគឺសមាគមដែលគិតតែពីប្រយោជន៍រៀងខ្លួនបាទអញ្ចឹងយើងមើលតែអាស៊ាននៅប្រជុំនៅថ្ងៃទី22នេះយើងអាចដឹងហើយថាអង្គការតំបន់មួយនេះគឺគ្មានសមត្ថភាពអីទេនៅក្នុងប្រទេសជាសមាជិកបាទអាស៊ានអាចមានលទ្ធភាពតែមួយគត់គឺទៅលើសេដ្ឋកិច្ចតែប៉ុណ្្នឹងឯងបាទអញ្ចឹងមើលទៅចំនួនកម្ពុជាមួយថៃគឺនឹងអូបន្លាយបន្តទៀតរយៈពេលកាន់តែយូរព្រោះថាទាំងអន្តរជាតិទាំងអង្គការតំបន់ខ្លួនឯងនេះក៏មានលទ្ធភាពទប់ទល់ជាមួយនឹងការឈ្លានពានរបស់ថៃដែរបាទអញ្ចឹងគឺមានតែខ្មែរយើងខ្លួនឯងប្រជាជនយើងខ្លួនឯងគឺត្រូវតែព្យាយាមទប់ទល់ប្រឹងរស់ដោយខ្លួនឯងជាមួយនឹងការរំលោភបំពានដល់កម្រោលរបស់ពួកជនជាតិសៀមបាទអញ្ចឹងក្តីថ្លែងការណ៍អាស៊ាននេះគេមានបង្ហាញរួចអស់ហើយអញ្ចឹងចំណុចដែលសំខាន់មួយទៀតនោះគឺគេនឹងលើកយកទៅធ្វើនៅថ្ងៃទី24ម្ដងទៀតដែលជាការប្រជុំរវាងម៉ាឡេស៊ីកម្ពុជាហើយនិងថៃបាទអញ្ចឹងយើងចាំមើលនៅថ្ងៃស្អែកម្ដងទៀតតើវាអាចមានលទ្ធផលអ្វីខ្លះបាទអរគុណច្រើន